កុំបោះបង់នៅពេលជីវិតកំពុងសាកល្បងអ្នកសូមទស្សនាវីដេអូនេះបើអ្នកធ្លាប់មានអារម្មណ៍ថាអ្នកខិតខំប្រឹងប្រែងខ្លាំងណាស់តស៊ូខ្លាំងណាស់ប៉ុន្តែជីវិតនៅតែដដែលនៅតែស្ងៀមស្ងាត់មិនទៅមុខសោះអ្នកធ្លាប់ទេពេលអ្នកមើលទៅមនុស្សជុំវិញខ្លួនហើយមានអារម្មណ៍ថាគេទាំងអស់កំពុងតែដើរទៅមុខខណៈដែលអ្នកនៅតែឈរនៅនឹងកន្លែងដដែលហើយពេលយប់មួយអ្នកសួរខ្លួនឯងស្ងាត់ៗថាតើខ្ញុំគួរបន្តទៀតឬគួរបោះបង់បើថ្ងៃនេះអ្នកកំពុងមានអារម្មណ៍បែបនេះខ្ញុំចង់ប្រាប់អ្នកថាអ្នកមិនមែនជាមនុស្សតែម្នាក់ឯងទេដែលមានសភាពបែបនេះមនុស្សជាច្រើនដែលជោគជ័យសប្តាហ៍ថ្ងៃក៏ធ្លាប់ឆ្លងកាត់ពេលវេលាដែលងងឹតបែបនេះដែរពេលយើងមើលដើមឈើធំមួយយើងឃើញតែស្លឹកបៃតងឃើញមែកធៀងរឹងមាំប៉ុន្តែយើងមិនដែលឃើញទេថាមុនពេលវាធំវាត្រូវឈរទ្រាំហាលភ្លៀងហាលខ្យល់ទ្រាំនឹងកម្ដៅថ្ងៃអស់រយៈពេលជាច្រើនឆ្នាំក្របពូជតូចមួយមុននឹងក្លាយជាដើមឈើវាត្រូវកប់ក្នុងដីរងភាពងងឹតពេលលូតលាស់ផុតពីដីក៏រងកម្ដៅថ្ងៃហាលខ្យល់ហាលភ្លៀងជាមុនសិនហើយពេលខ្លះជីវិតរបស់យើងក៏ដូចគ្នាដែរពេលអ្នកកំពុងឈឺចាប់ពេលអ្នកកំពុងហត់ពេលអ្នកកំពុងមានអារម្មណ៍ថាគ្មាននរណាមើលឃើញពីការខិតខំប្រឹងប្រែងរបស់អ្នកប្រហែលជាវាមិនមែនជាចុងបញ្ចប់ទេប្រហែលជាវាគ្រាន់តែជាដំណាក់កាលដែលជីវិតកំពុងរៀបចំអ្នកឲ្យអ្នករឹងមាំជាងមុនតែប៉ុណ្ណោះសូមសួរខ្លួនឯងបន្តិចតើមេអំបៅអាចហោះហើរបានទេបើវាមិនធ្លាប់ស៊ូទ្រាំនៅក្នុងសំមុខរបស់វាចម្លើយគឺមិនបានទេការតស៊ូនោះគឺជាអ្វីដែលធ្វើឲ្យស្លាប់របស់វារឹងមាំហើយមនុស្សយើងក៏ដូចគ្នាដែរការលំបាកមួយចំនួនមិនបានមកដើម្បីកាច់បំបាក់យើងទេប៉ុន្តែវាមកដើម្បីបង្កើតនិងពង្រឹងយើងឲ្យរឹងមាំមានមនុស្សជាច្រើនដែលយើងមើលឃើញថាពួកគេជោគជ័យនៅពេលសប្តាហ៍នេះតែពួកគេមិនបានទៅដល់ទីនោះដោយភាពងាយស្រួលទេជែកម៉ាត្រូវគេបដិសេធមិនទទួលឲ្យធ្វើការងារជាច្រើនដងសូម្បីតែការងារនៅហាងអាហារសម្រន់អាហាររហ័ស fast food ក៏គេមិនជ្រើសរើសគាត់ដែរប៉ុន្តែគាត់មិនបានបោះបង់ទេគាត់នៅតែបន្តខិតខំរកអ្វីធ្វើអ្វីដែលប្រសើរសម្រាប់គាត់លោក Thomas Edison អ្នករកឃើញអំពូលភ្លើងដែលយើងប្រើសប្តាហ៍នេះធ្លាប់បរាជ័យរាប់ពាន់ដងមុនពេលគាត់បង្កើតបានអំពូលភ្លើងបំភ្លឺពិភពលោកបានដោយជោគជ័យដល់សប្តាហ៍មានគេសួរគាត់ថាតើអ្នកមិនខកចិត្តទេឬដែលបរាជ័យច្រើនដងបែបនេះគាត់ឆ្លើយថាខ្ញុំមិនបានបរាជ័យទេខ្ញុំគ្រាន់តែរកឃើញវិធីដែលវាមិនដំណើរការតែប៉ុណ្ណោះសូមគិតមើលបើពួកគេបោះបង់នៅពេលនោះប្រហែលជាពិភពលោកមិនបានស្គាល់ឈ្មោះរបស់ពួកគេទេពេលខ្លះយើងចង់សម្រេចបំណងរបស់យើងចង់មានចង់បានលឿនពេកប្រៀបដូចជាយើងដាំផ្កានៅថ្ងៃនេះហើយចង់ឃើញវារីកនៅថ្ងៃស្អែកប៉ុន្តែធម្មជាតិកំពុងបង្រៀនយើងថាអ្វីៗដែលស្រស់ស្អាតជាលទ្ធផលត្រូវការពេលវេលាព្រះច័ន្ទមិនរះពេញវងជារៀងរាល់យប់ទេទឹកទន្លេមិនហូរត្រង់រហូតទេមានឡើងមានចុះទឹកសមុទ្រមានជូរមាននាចភ្លៀងក៏មិនធ្លាក់ជារៀងរាល់ថ្ងៃដែរប៉ុន្តែអ្វីៗទាំងនោះនៅតែប្រព្រឹត្តទៅនៅតែបន្តដំណើរការជាធម្មតារបស់វាដូច្នេះហើយហេតុអ្វីអ្នកត្រូវបោះបង់ខ្លួនឯងគ្រាន់តែដោយសារជួបថ្ងៃអាក្រក់មួយចំនួននោះ
សូមសួរអ្នកមួយសំណួរតើអ្វីទៅជាការបរាជ័យពិតប្រាកដតើវាជាការធ្លាក់ចុះតែម្ដងឬវាជាការឈប់ព្យាយាមទាំងស្រុងការពិតមនុស្សដែលដួលនៅតែមានឱកាសក្រោកឡើងវិញប៉ុន្តែមនុស្សដែលបោះបង់គឺជាមនុស្សដែលបិទទ្វារខ្លួនឯងបើថ្ងៃនេះអ្នកហត់សូមសម្រាកសិនចុះបើថ្ងៃនេះអ្នកចង់យំអ្នកយំបានសូមយំឲ្យអស់ចិត្តចុះប៉ុន្តែកុំឲ្យការឈឺចាប់មួយថ្ងៃសម្រេចអនាគតទាំងមូលរបស់អ្នកសូមចាំថាពេលយប់កាន់តែងងឹតគឺជាពេលវេលាដែលព្រះអាទិត្យក៏ជិតនឹងរះបំផុតដែរហើយពេលដែលអ្នកមានអារម្មណ៍ថាឈឺចាប់បរាជ័យអ្នកកំពុងតែបាត់បង់អ្វីៗទាំងអស់ប្រហែលជាជីវិតកំពុងបង្រៀនអ្នកឲ្យក្លាយជាមនុស្សថ្មីម្នាក់ដែលរឹងមាំជាងមុនសូមដកដង្ហើមឲ្យវែងៗក្រោកឈរឡើងហើយបន្តដំណើរទៅមុខទៀតថ្ងៃមួយអ្នកនឹងបានងាកមើលត្រឡប់ក្រោយវិញហើយញញឹមដាក់ខ្លួនឯងអ្នកនឹងដឹងថាពេលវេលាលំបាកទាំងនោះមិនបានកើតមកដើម្បីបំផ្លាញអ្នកទេប៉ុន្តែវាមកដើម្បីបង្កើតអ្នកជំរុញអ្នកឲ្យអ្នកប្រសើរជាងមុនហើយថ្ងៃនោះអ្នកនឹងអរគុណខ្លួនឯងដែលមិនបានបោះបង់នៅថ្ងៃដែលអ្នកចង់បោះបង់បំផុត